Revlon កម្ពុជាក្រុមការដឹកនាំរបស់លោកជំទាវ ច័ន្ទភារីស្ថាបនិកគ្រឿងសម្អាង Revlon កម្ពុជានិងជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានដឹកនាំក្រុមការងារនិងអ្នកឯកទេសផាត់មុខផ្ដល់នូវសេវាតុបតែងមុខរៀបចំខ្លួនដល់សហគ្រិនដែលជាស្ត្រីមានតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិការផ្ដល់ជូននេះគឺធ្វើឡើងនៅថ្ងៃទី27ខែកុម្ភៈក្នុងកម្មវិធីវេទិកាសមាជិកភាព Member Forum នៃសមាគមសហគ្រិនស្ត្រីកម្ពុជាដែលកម្មវិធីនេះគឺរៀបចំឡើងនៅក្នុងគោលបំណងបង្កើតទំនាក់ទំនងនិងស្វែងយល់ពីគ្នាឲ្យកាន់តែស៊ីជម្រៅរវាងសមាជិកនិងសមាគមការផ្លាស់ប្ដូរបទពិសោធន៍និងពង្រីកបណ្ដាញទំនាក់ទំនងអាជីវកម្មឲ្យទូលំទូលាយការដាក់តាំងបង្ហាញនូវផលិតផលនិងសេវាកម្មយ៉ាងសម្បូរបែបដែលបង្ហាញពីសមត្ថភាពនិងភាពច្នៃប្រឌិតរបស់សហគ្រិនស្ត្រីសូមបញ្ជាក់ថានេះមិនមែនជាលើកទី1នោះទេដែល Revlon កម្ពុជាចូលរួមនៅក្នុងការផ្ដល់ភាពស្រស់ស្អាតជូនដល់សហគ្រិនស្ត្រីប៉ុន្តែនេះគឺជាឆន្ទៈនិងបេសកកម្មមួយដែល Revlon ផ្ដល់ជូនកន្លងមកព្រោះថាភាពជឿជាក់ទៅលើខ្លួនឯងទាំងសម្រស់និងចំណេះដឹងគឺជាផ្នែកដ៏ធំមួយឆ្ពោះទៅរកភាពជោគជ័យ